Okay សួស្តីបងប្អូនប្រិមិត្តទាំងអស់គ្នាដែលពេញនិយមលេង eFootball និងជួបជុំបាទ eFootball Gaming សាជាថ្មីហើយថ្ងៃនេះដែរគឺខ្ញុំនឹងប្រាប់ពីរបៀបនៃការអាប់កាតរបស់ Erling Haaland ធ្វើម៉េចលេងល្អអញ្ចឹងណាពីច្រើនគឺ Erling Haaland គឺខ្ញុំចូលចិត្តយកមកលេងតែតដោយសារតែ Erling Haaland តែតច្បាស់តែតល្អបើសិនជាខ្ញុំប្រៀបធៀបជាមួយនឹង Johan Cruyff John Color ហើយនឹង Erling Haaland ខ្ញុំគិតថា Erling Haaland គឺគាត់អាចតែកាត់បាល់ល្អជាង John Color គាត់រៀងយឺតតិចតែបើសិន Erling Haaland reflect នៃការហក់តែបាល់របស់គាត់គឺរៀងលឿនជាងអញ្ចឹងណាអញ្ចឹងបើសិនជាអ្នកនេះចង់អាប់កាតErling Haaland តែគិតថាតែល្អជាងការស្រួលបាល់ក្រោមបើខ្ញុំធ្លាប់លេងខ្ញុំតេស្តលេងហើយការស្រួលបាល់ក្រោមគឺអត់សូវល្អទេសម្រាប់ Erling Haaland ណាតែបើសិនជាការតាត់បាល់របស់គាត់គឺច្បាស់តែម្ដងហើយសម្រាប់ទូនទី play style របស់គាត់គឺគាត់លេង Fox in the box គាត់ប្រយុទ្ធប៉ះបាល់គឺគាត់ប្រយុទ្ធនៅតំបន់គ្រោះថ្នាក់របស់គេប៉ះបាល់តំបន់គ្រោះថ្នាក់និងប្រយុទ្ធនៅក្នុងតំបន់គ្រោះថ្នាក់របស់គេហើយឥឡូវយើងក្លែកទៅមើលការ play style របស់គាត់ហត់លឿនគាត់រត់ឆ្ងាយអញ្ចឹងណាហើយកន្លែងមើលការបោករបស់ខ្ញុំអូខេខ្ញុំប្រាប់ការបោកសម្រាប់ការបោក Erling Haaland របស់ខ្ញុំគឺខ្ញុំលេងអានេះ finish វាថាបញ្ចប់ទី10 acceleration បូក4ស្បែកជើងខ្ញុំលេងតែ4ទេអ្នកនាងហើយសម្រាប់ការphysical contact ហ្នឹងការហក់តែតបាល់ច្បាស់ហក់ខ្ពស់ហើយការគៀយកបាល់ពីគេល្អហ្នឹងហើយយកទៅការតែតបាល់សម្រាប់ Erling Haaland គឺយើងបុកចឹងមក13មកល្អហើយអានេះជំនួយនៃការហក់ហ្នឹងហើយគ្នាហេតុអានេះអ្នកគ្នាមានឆ្ងល់ហេតុអីអានេះគឺសម្រាប់ up goal ទេក៏តែដើម្បីខ្ញុំធ្វើ up ដោយសារតែអាដៃ goal ហ្នឹងនៅពេលយើង up ចឹងវាចំណេញ point ការលោតរបស់យើងនេះធ្វើឲ្យ Erling Haaland លោតបានកាន់តែខ្ពស់ណាគ្នាឃើញទេការលោតរបស់ខ្ញុំគឺបូក100បូក100នោះពីស្គនតិចក៏100ដែរអញ្ចឹងណាចុះពេលយើងបូកចឹងមកចំណេញអ្នកនេះចឹងបូកតាមខ្ញុំមកល្អខ្ញុំតែលេងឲ្យល្អណាស់ Erling Haaland ស្រាប់តែបាល់ស្រាប់តែលេង play style ក្រហ្នឹងហើយអូខេហើយនឹងការបូករបស់ខ្ញុំអ្នកនេះអាចបូកតាមបានហ្នឹងហើយខ្ញុំតែលេងឲ្យល្អសម្រាប់ការហក់តែបាល់តែបើស្រួលបាល់ខ្ញុំអត់បូកផ្សេងនេះអាហ្នឹងចាំខ្ញុំធ្វើវីដេអូក្រោយតែនេះខ្ញុំលេងលក្ខណៈបែបក្រោះបាល់ល្អនេះទម្រង់ក្រោះរបស់ខ្ញុំអ្នកនេះអាចមើលបានល្អអ្នកនេះហ្នឹងខ្ញុំតែលេងឲ្យល្អខ្ញុំការពាររឹងមាន CF មានប្រយុទ្ធស្លាប support ប្រយុទ្ធស្លាបហើយប្រយុទ្ធឆ្វេងនេះខ្ញុំដាក់Leonard Thuram ហ្នឹងហើយគ្នាហើយវីដេអូបូក skill របស់ Erling Haaland ប៉ុណ្ណឹងអ្នកគ្នាអាចឆែកមើលបានល្អអ្នកគ្នាអូខេមើលការតាត់បាល់របស់ខ្ញុំបញ្ចប់ទី96នោះហើយក្បាល97ប៉ុណ្ណឹងខ្ញុំគិតថាខ្លាំងហើយអ្នកគ្នាហើយអានេះការលោតតាត់បាល់100ហើយ physical contact 100ម៉ែកប់សេរីអ្នកគ្នាហ្នឹងហើយអញ្ចឹងនេះអាចបូកតាមខ្ញុំបានអូខេហ្នឹងហើយវីដេអូហ្នឹងមានប៉ុណ្្នឹងទេបើសិនជាអ្នកគ្នាស្រឡាញ់ចូលចិត្តនៅវីដេអូរបស់ខ្ញុំកុំភ្លេចចុច Subscribe ចុច Like ចុចសញ្ញារូបកណ្ដឹងអ្នកមួយផងអ្នកគ្នាបាយបាយជួបខ្ញុំនៅវីដេអូថ្មីជាបន្តទៀតអរគុណច្រើនអ្នកនរគ្នា